ក្រមរដ្ឋប្រវេណីគន្ថៃទី1បទបញ្ញត្តិទូទៅជំពូកតូលបទបញ្ញត្តិទូទៅមាត្រា1ច្បាប់ទូទៅនៃនីតិឯកជនក្រមនេះបញ្ញត្តិអំពីគោលការណ៍ទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋប្រវេណីបញ្ញត្តិនៃក្រមរដ្ឋប្រវេណីនេះត្រូវយកមកអនុវត្តចំពោះទំនាក់ទំនងទ្រព្យសម្បត្តិនិងទំនាក់ទំនងញាតិលើកលែងតែមានកំណត់ផ្សេងនៅក្នុងច្បាប់ពិសេសមាត្រា2គោលការណ៍ជាមូលដ្ឋានក្រមនេះកំណត់អំពីគោលការណ៍នៃការធានាសេចក្តីថ្លៃថ្នូររបស់បុគ្គលភាពស្មើគ្នារបស់បុរសនារីនិងសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា3គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនក្រមនេះគោរពនូវសេរីភាពនៃឆន្ទៈរបស់បុគ្គលនិងបញ្ញត្តិអំពីទំនាក់ទំនងគតិយុត្តប្រកបដោយសមភាពរវាងបុគ្គលឯកជនដោយរួមបញ្ចូលទាំងនីតិបុគ្គលនីតិបុគ្គលសាធារណៈដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរត្រូវចាត់ទុកថាជាបុគ្គលឯកជនមាត្រា4ការហាមឃាត់មិនឲ្យប្រើប្រាស់សិទ្ធិដោយបំពានទោះបីជាសិទ្ធិក៏ដោយក៏ពុំត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយបំពានឡើយនៅក្នុងករណីដែលបានប្រើប្រាស់សិទ្ធិដោយបំពានហួសពីទំហំនៃការការពារដែលត្រូវបានបញ្ញត្តិទុកមិនអាចទទួលស្គាល់អានុភាពនៃការប្រើសិទ្ធិនោះឡើយមាត្រា5គោលការណ៍នៃភាពសុចរិតនិងភាពស្មោះត្រង់ការប្រើសិទ្ធិនិងការអនុវត្តករណីយកិច្ចត្រូវធ្វើឡើងដោយសុចរិតឯកតាមភាពស្មោះត្រង់គន្ថៃទី2បុគ្គលជំពូកទី1រូបវន្តបុគ្គលផ្នែកទី1សមត្ថភាពទទួលសិទ្ធិមាត្រា6គោលការណ៍សមភាពនៃសមត្ថភាពទទួលសិទ្ធិរូបវន្តបុគ្គលគ្រប់រូបមានលក្ខណៈសម្បត្តិអាចក្លាយជាប្រធាននិស្សិតនិងកាតព្វកិច្ចបានមាត្រា7ការកម្រិតក្នុងការទទួលសិទ្ធិចំពោះជនបរទេសជនជាតិបរទេសមិនអាចត្រូវបានឬកាន់កាប់នូវសិទ្ធិមួយចំនួនដែលត្រូវបានកំណត់ឡើយក្នុងករណីដែលមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ជាតិឬសន្ធិសញ្ញាឬអនុសញ្ញាអន្តរជាតិមាត្រា8ពេលចាប់ផ្ដើមនិងពេលបញ្ចប់សមត្ថភាពទទួលសិទ្ធិរូបវន្តបុគ្គលម្នាក់ៗមានសមត្ថភាពទទួលសិទ្ធិនៅពេលចាប់កំណើតហើយបាត់បង់អស់នូវសមត្ថភាពទទួលសិទ្ធិនេះនៅពេលទទួលមរណភាពមាត្រា9ទារកនៅក្នុងគភ៌1ទារកដែលនៅក្នុងគភ៌នាពេលមានអំពើអនិច្ចានុកូលបើទារកនេះមានកំណើតនៅពេលក្រោយអាចទាមទារនៅសំណងនៃការខូចខាតដែលបានកើតឡើងពេលដែលខ្លួននៅក្នុងគភ៌ដោយអំពើអនិច្ចានុកូលនោះបាន2ទារកដែលនៅក្នុងគភ៌នាពេលដែលចាប់ផ្ដើមសន្តតិកម្មបើទារកនោះមានកំណើតនៅពេលក្រោយអាចទទួលមរតកដោយសន្តតិកម្មនោះបាន3ទារកដែលនៅក្នុងគភ៌នាពេលដែលម្ចាស់បណ្ដាំបានទទួលមរណភាពបើទារកនោះមានកំណើតនៅពេលក្រោយអាចទទួលបាននូវអានុភាពនៃបណ្ដាំនោះបានផ្នែកទី2សិទ្ធិបុគ្គលមាត្រា10អត្ថន័យនៃសិទ្ធិបុគ្គលសិទ្ធិបុគ្គលសំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិតរូបកាយសុខភាពសេរីភាពនាមកិត្តិយសភាពឯកជនឬសិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គលមាត្រា11សិទ្ធិទាមទារឲ្យបញ្ឈប់ប្រសិនបើមានការបារម្ភថានឹងអាចមានការរំលោភសិទ្ធិបុគ្គលដោយខុសច្បាប់ឬមានការបារម្ភថាការរំលោភសិទ្ធិបុគ្គលដែលបានកើតឡើងហើយនោះនឹងអាចបន្តឬនឹងអាចកើតឡើងទៀតដោយខុសច្បាប់អ្នកដែលមានសិទ្ធិបុគ្គលអាចទាមទារឲ្យបញ្ឈប់នូវការរំលោភនោះបានមាត្រា12សិទ្ធិទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភបើស្ថានភាពរំលោភសិទ្ធិបុគ្គលនៅតែមានជាបន្តបន្ទាប់ដោយសារសំណល់នៃលទ្ធផលដែលកើតពីសកម្មភាពរំលោភនោះអ្នកដែលបានទទួលរងនូវការរំលោភសិទ្ធិបុគ្គលដោយខុសច្បាប់នោះអាចទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភនោះបានលុះត្រាតែលទ្ធផលនោះអាចដកចេញបានមាត្រា13សិទ្ធិទាមទារសំណងការខូចខាតបញ្ញត្តិនៃមាត្រា11សិទ្ធិទាមទារឲ្យបញ្ឈប់និងមាត្រា12សិទ្ធិទាមទារឲ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភនៃក្រមនេះមិនរារាំងការទាមទារសំណងការខូចខាតដោយអ្នកបានទទួលរងនូវការរំលោភផលប្រយោជន៍ទាក់ទងនឹងលក្ខណៈបុគ្គលនោះដោយយោងទៅតាមបញ្ញត្តិស្តីពីអំពើអនិច្ចានុកូលបានឡើយ